សូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃពីសារព័ត៌មាន The Khmer Today កាសែតអន្តរជាតិ Nikkei Asia រាយការណ៍អំពីការសាងសង់របងបន្លាលួសតាមបណ្ដោយព្រំដែនរបស់ថៃរដ្ឋាភិបាលថៃកំពុងបន្តសាងសង់របងការពារបំពាក់ដោយលួសបន្លាតាមបណ្ដោយផ្នែកខ្លះនៃព្រំដែនកម្ពុជាថៃបន្ទាប់ពីការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរកាលពីឆ្នាំមុនទោះបីស្ថានភាពយោធាបានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែក៏ដោយប៉ុន្តែវិវាទនៅតាមព្រំដែនមិនទាន់មានដំណោះស្រាយជាអចិន្ត្រៃយ៍នៅឡើយទេក្នុងអំឡុងពេលចុះពិនិត្យការសាងសង់របងនេះមេបញ្ជាការកងទ័ពជាន់ខ្ពស់ថៃលោកឧត្តមសេនីយ៍អុកគ្រីតប៊ុនតាណុនបានអះអាងថាវិធានការនេះមានគោលបំណងការពារសុវត្ថិភាពប្រជាពលរដ្ឋនិងអធិបតេយ្យភាពរបស់ប្រទេសថៃនេះបើយោងតាមការផ្សាយរបស់កាសែត Nikkei Asia បានផ្សាយកាលពីថ្ងៃទី26ខែកក្កដាឆ្នាំ2026កន្លងទៅនេះយ៉ាងណាក៏ដោយការសាងសង់របងតាមបណ្ដោយព្រំដែននេះបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីភាគីកម្ពុជាមន្ត្រីកម្ពុជាបារម្ភថាសកម្មភាពរបស់ថៃអាចជាការប៉ុនប៉ងបង្កើតស្ថានភាពថ្មីនៅតាមបន្ទាត់ព្រំដែននិងអាចប៉ះពាល់ដល់បូរណភាពទឹកដីរបស់កម្ពុជាប្រសិនបើការសាងសង់នេះធ្វើឡើងនៅតំបន់ដែលមិនទាន់មានការឯកភាពគ្នាលើការកំណត់ព្រំដែនរហូតមកដល់ពេលនេះមិនទាន់មានសញ្ញាវិជ្ជមានណាមួយបង្ហាញថាការចរចារវាងកម្ពុជានិងថៃដើម្បីដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីនឹងត្រូវចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗនោះទេទន្ទឹមនឹងនេះការបន្តបិទច្រកព្រំដែននិងភាពតានតឹងដែលនៅអូសបន្លាយបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរជាពិសេសប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់ផ្នែកជីវភាពយ៉ាងធ្ងន់ធ្ងរខណៈសកម្មភាពពាណិជ្ជកម្មនិងការដឹកជញ្ជូនទំនិញព្រមទាំងអាជីវកម្មឆ្លងដែនជាច្រើននៅជាប់គាំងសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃពីសារព័ត៌មាន The Khmer Todayក្រសួងធនធានទឹកបញ្ជូនម៉ាស៊ីនបូមទឹក4គ្រឿងជួយសង្គ្រោះស្រូវប្រជាកសិករនៅស្រុកបវលនិងស្រុកបាណន់ខេត្តបាត់ដំបងក្រសួងធនធានទឹកនិងអូតូនិយមបានបញ្ជូនម៉ាស៊ីនបូមទឹកចំនួន4គ្រឿងទៅចុះអន្តរាគមន៍ជាបន្ទាន់ដើម្បីជួយសង្គ្រោះដំណាំស្រូវប្រជាកសិករនៅស្រុកបវលនិងស្រុកបាណន់ខេត្តបាត់ដំបងដែលកំពុងប្រឈមនឹងការខ្វះទឹកសម្រាប់ស្រោចស្រពការចុះអន្តរាគមន៍នេះធ្វើឡើងតាមបញ្ជាផ្ទាល់របស់ឯកឧត្តមថៅជេស្តារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមដោយក្រុមការងាររបស់ក្រសួងសហការជាមួយមន្ទីរធនធានទឹកនិងអូតូនិយមខេត្តបាត់ដំបងបាននាំយកម៉ាស៊ីនបូមទឹកទៅដំឡើងនៅក្បាលប្រឡាយអូដូនពៅដើម្បីបូមទឹកចេញពីស្ទឹងមង្គលបុរីបញ្ជូនចូលតាមប្រឡាយមេសម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពជូនប្រជាកសិករក្នុងឃុំឃ្លាំងមាសស្រុកបវលនិងឃុំតាក្រៀមស្រុកបាណន់គិតមកដល់ពេលនេះម៉ាស៊ីនបូមទឹកចំនួន2គ្រឿងត្រូវបានដាក់ឲ្យដំណើរការរួចរាល់ហើយខណៈក្រុមការងារកំពុងដំឡើងម៉ាស៊ីនបូមទឹកចំនួន2គ្រឿងបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពបូមទឹកនិងពន្លឿនការផ្គត់ផ្គង់ទឹកឲ្យបានទាន់ពេលវេលាបើតាមក្រសួងធនធានទឹកនិងអូតូនិយមការអន្តរាគមន៍នេះធ្វើឡើងក្រោយស្ថានភាពទឹកស្ទឹងបានស្រកចុះធ្វើឲ្យដំណាំស្រូវនៅតំបន់ទាំងពីរប្រឈមនឹងការខ្វះខាតទឹកនៅក្នុងការស្រោចស្រពការបូមទឹកចេញពីស្ទឹងមង្គលបុរីចូលតាមប្រឡាយមេនឹងអនុញ្ញាតឲ្យប្រជាកសិករបន្តបូមទឹកទៅស្រោចស្រពស្រែរបស់ខ្លួននិងកាត់បន្ថយហានិភ័យនៃការខូចខាតដំណាំការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនបូមទឹកទាំង4គ្រឿងនេះបានបង្កើននូវក្តីសង្ឃឹមដល់ប្រជាកសិករនៅស្រុកបវលនិងស្រុកបាណន់ខណៈពួកគេរំពឹងថាការអន្តរាគមន៍ទាន់ពេលវេលារបស់ក្រសួងនឹងជួយរក្សាទុកផ្ទៃដីស្រូវកាត់បន្ថយការខូចខាតនិងធានាឲ្យដំណាំស្រូវអាចបន្តលូតលាស់រហូតដល់រដូវប្រមូលផលក្នុងឱកាសចុះអន្តរាគមន៍នោះដែរឯកឧត្តមតិតឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏បានអញ្ជើញចុះពិនិត្យដោយផ្ទាល់និងលើកទឹកចិត្តដល់ក្រុមការងារដែលកំពុងបំពេញបេសកកម្មដើម្បីធានាថាប្រជាកសិករទទួលទឹកស្រោចស្រពសម្រាប់សង្គ្រោះដំណាំស្រូវឲ្យបានទាន់ពេលវេលាសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃពីសារព័ត៌មាន The Khmer Todayមិនចាញ់ជប៉ុនប៉ុន្មានទេវៀតណាមបញ្ចប់ការសាងសង់ផ្លូវរថយន្តហោះថ្មីត្រឹម8ខែខណៈគម្រោងស្រដៀងគ្នាជាធម្មតាប្រើពេល2ទៅ3ឆ្នាំខណៈប្រទេសអភិវឌ្ឍដូចជាជប៉ុនតែងតែត្រូវបានទទួលស្គាល់ថាមានសមត្ថភាពខ្ពស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗប្រកបដោយល្បឿនលឿននិងគុណភាពវៀតណាមក៏កំពុងបង្ហាញថាខ្លួនអាចអនុវត្តគម្រោងអាកាសចរណ៍ក្នុងល្បឿនមិនចាញ់ប្រទេសឈានមុខនៅអាស៊ីដែរជ
ជាក់ស្ដែង Runway Number 2 ឬហៅថាផ្លូវរថលេខ2នៅអាកាសយានដ្ឋានអន្តរជាតិភូកុកត្រូវបានសាងសង់រួចរាល់ក្នុងរយៈពេលត្រឹមតែ8ខែដើម្បីត្រៀមទទួលកិច្ចប្រជុំកំពូល APEC ឆ្នាំ2027 អ្វីដែលធ្វើឲ្យគម្រោងនេះមានការទាក់ទាញចំណាប់អារម្មណ៍មិនមែនត្រឹមតែទំហំរបស់ Runway ដែលមានប្រវែង 3,300 ម៉ែត្រនិងទទឹង 45 ម៉ែត្រប៉ុណ្ណោះទេប៉ុន្តែជាពិសេសគឺល្បឿននៃការសាងសង់តាមការលើកឡើងរបស់អ្នកជំនាញអាកាសចរលោក Tri Nhulong គម្រោង Runway ដែលមានទំហំប្រហាក់ប្រហែលគ្នានៅវៀតណាមដូចជា Long Thanh និង Van Dong ជាធម្មតាត្រូវការពេល 2 ទៅ 3 ឆ្នាំដើម្បីបញ្ចប់នោះមានន័យថាគម្រោងនៅភូកុកត្រូវបានបញ្ចប់លឿនជាងការវិភាគធម្មតាប្រមាណ 3 ដងទោះបីជាការសាងសង់នៅលើកោះមានសភាពស្មុគស្មាញជាងការសាងសង់នៅលើដីគោកក៏ដោយសមិទ្ធផលនេះគឺឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សរបស់វៀតណាមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះវៀតណាមបានបង្កើននូវការវិនិយោគលើអាកាសយានដ្ឋានកំពង់ផែផ្លូវល្បឿនលឿននិងបណ្ដាញដឹកជញ្ជូនដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចនិងការវិនិយោគទុនបរទេសការបញ្ចប់ Runway នៅភូកុកក្នុងរយៈពេលខ្លីបង្ហាញពីសមត្ថភាពកាន់តែប្រសើរឡើងក្នុងការគ្រប់គ្រងគម្រោងធំៗនិងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធល្បឿនសាងសង់តែមួយមុខមិនគ្រប់គ្រាន់នោះទេគម្រោងនេះក៏មានការដំឡើងប្រព័ន្ធបច្ចេកវិទ្យាអាកាសចរទំនើបដូចជា Cat2 Lighting System ILS DME ភ្លើងអាកាសយានដ្ឋានជិត 1,500 គ្រាប់និងស្លាកសញ្ញាជិត 400 ដែលត្រូវការភាពជាក់លាក់ក្នុងការកំណត់ទីតាំងកម្ពស់និងទិសដៅបញ្ចេញពន្លឺការបញ្ចប់ការសាងសង់ Runway Number 2 នៅភូកុកក្នុងរយៈពេលត្រឹមតែ 8 ខែមិនត្រឹមតែជាសមិទ្ធផលផ្នែកវិស្វកម្មប៉ុណ្ណោះទេប៉ុន្តែវាក៏ក្លាយជានិមិត្តរូបនៃមហិច្ឆតារបស់វៀតណាមក្នុងការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឲ្យស្របតាមស្តង់ដារអន្តរជាតិសមិទ្ធផលនេះត្រូវបានគេចាត់ទុកថាជាមោទនភាពមួយសម្រាប់ប្រទេសដែលឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការអនុវត្តគម្រោងធំៗប្រកបដោយប្រសិទ្ធភាពនិងការរៀបចំផែនការយ៉ាងមានប្រព័ន្ធស្របពេលបណ្ដាប្រទេសអាស៊ីអាគ្នេយ៍កំពុងប្រកួតប្រជែងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការវិនិយោគវៀតណាមក៏កំពុងបង្ហាញខ្លួនថាជាប្រទេសមួយដែលមានសន្ទុះអភិវឌ្ឍលឿននិងមានសក្តានុពលកាន់តែខ្លាំងក្នុងការឈានមុខលើវិស័យអាកាសចរណ៍និងឡូជីស្ទីកក្នុងតំបន់រាយការណ៍ដោយ The Khmer Today